នៅកន្លែងអាថ៌កំបាំងមួយមានចលនាល្មើយ៉ាងស្ងៀមស្ងាត់ពីក្រោយទ្វារស្របពេលដែលមានសំឡេងខ្សឹបសួរបន្លឺឡើងមិនអីទេវានឹងចប់ឆាប់ៗនេះហើយដូច្នេះចាំតែមើលទៅតើឯងកំពុងគិតធ្វើអ្វីទៀតហើយចុងម្យងភ្លាមនោះសំឡេងប្រកាសដល់កងរំពងបានបន្លឺឡើងកក្រៅពេញទីធ្លាស្ដេចសត្វលោកទាំងពួងប្រមុខវិមានសត្វព្រៃបានមកដល់ហើយជយោវិមានសត្វព្រៃអមតៈយើងនឹងគ្រប់គ្រងពិភពលោកស្របពេលការអបអរសាទរលាន់កក្រៅដៃដ៏ក្រាស់ឃ្មឹកពោពេញដោយសរសៃរវាមបានសង្កត់ក្តាប់ក្បាលកៅអីយ៉ាងតឹងបង្ហាញពីអំណាចនិងភាពតានតឹងដ៏ក្រៃលែងប្រមុខវិមានសត្វព្រៃអង្គុយសន្ធឹងខ្លួនយ៉ាងមហិមាលើរាជបល្ល័ង្កដែលក្រាលដោយស្បែកសត្វដ៏ធំសម្បើមបញ្ចេញរស្មីអ្នកដឹកនាំដ៏គួរញញើតស្រាប់តែមាននរណាម្នាក់បោះជំហានដើរចេញមកក្រៅដោយសេចក្តីក្លាហានរហូតធ្វើឲ្យអ្នកជុំវិញខ្លួនមានការភ្ញាក់ផ្អើលណែហេតុអ្វីបានជាឯងដើរចេញមកក្រៅជុងមយងបានទម្លាក់ខ្លួនក្រាបសំពះដល់ដីយ៉ាងរហ័សបង្ហាញការគោរពយ៉ាងជ្រាលជ្រៅបំផុតខ្ញុំបាទសូមគោរពប្រមុខវិមានល្អតើឯងមានธุរៈអ្វីទើបសូមជួបយើងសិស្សនៃបកហូសានជុងមយងងើបមុខឡើងបន្តិចបញ្ចេញទឹកមុខអង្វរកយ៉ាងអន្ទះសារខ្ញុំបាទដែលជាអ្នកកាន់សិលដ៏តូចទាបម្នាក់មានសំណូមពរមួយចង់ទូលសូមដល់ប្រមុខវិមានដ៏អស្ចារ្យសូមលោកប្រមុខមេត្តាអនុគ្រោះកុំបដិសេធសំណូមពររបស់ខ្ញុំបាទអីមួយសន្ទុះក្រោយមកប្រមុខវិមានក៏ផ្ដើមវាចាដោយសូរសៀងធ្ងន់ធ្ងរក្នុងនាមជាអ្នកស្នងមរតករបស់អាទិទេពដើរផ្កាភ្លុំឯងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្នើសុំពីយើងនិយាយមកចុះសិស្សនៃបកហូសានយើងនឹងស្ដាប់សំណូមពររបស់ឯងហើយសម្រេចថាតើត្រូវយល់ព្រមឬអត់ជុងមយងអោនក្បាលសំពះម្ដងទៀតជាមួយនឹងទឹកមុខលាក់កលល្បិចនិងអំណរដ៏ក្រៃលែងខ្ញុំបាទពិតជារំភើបរហូតស្រក់ទឹកភ្នែកចំពោះការសម្រេចចិត្តដ៏ឆ្លៀវវៃរបស់លោកប្រមុខវិមានសត្វព្រៃអង្គុយផ្អែកខ្នងយ៉ាងតានតឹងរួចបញ្ជាក់បន្ថែមម្ដងទៀតយើងដឹងថាវាមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែវាមិនអាចជានរណាផ្សេងក្រៅពីបកហូសានឡើយជុំមយងអង្គុយក្នុងអរិយាប័ត្រស្ងប់ស្ងាត់ទឹកមុខមើងម៉ាត់ហើយសួរត្រឡប់ទៅវិញតើខ្ញុំអាចសួរសំណួរបន្តិចបានទេសួរច្រើនប៉ុណ្ណាក៏បានដែរជាដំបូងលោកប្រមុខដឹងហើយថាសុវត្ថិភាពនិងស្ថានភាពនៅក្នុងតំបន់យូណានគឺមិនល្អទេត្រូវទេឯងប្រហែលជាគិតថាយើងជាមនុស្សខ្វាក់ហើយយើងមានភ្នែកដូច្នេះប្រកាសណាស់ថាយើងដឹងចុះហេតុអ្វីបានជាលោកប្រមុខមិនធ្វើអ្វីសោះរហូតមកដល់ពេលនេះអ្វីដែលឯងនិយាយក៏ត្រូវនៅក្នុងភ្នែករបស់ឯងច្បាស់ជាមើលឃើញថាយើងជាអ្នករារាំងការធ្វើពាណិជ្ជកម្មរវាងតំបន់យូណាននិងតំបន់កណ្ដាលប៉ុន្តែវាមិនមែនជាយើងទេការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងដោយអ្នកជំនាន់មុនរបស់យើងសូម្បីតែយើងក៏មិនអាចបំពេញឆន្ទៈរបស់ពួកគេតាមតែអំពើចិត្តបានដែរឯងនឹងយល់ប្រសិនបើឯងស្ថិតក្នុងតំណែងនេះជុំយងយកដៃអង្អែលចង្ការងក់ក្បាលយល់ស្របខ្ញុំយល់ពីអ្វីដែលលោកប្រមុខចង់មានន័យហើយមានន័យថាអំណាចមិនមែនកើតចេញពីកម្លាំងតែមួយមុខនោះទេពិសេសនៅកន្លែងដែលប្រកាន់ខ្ជាប់នៅប្រវត្តិសាស្ត្រដូចជាវិមានសត្វព្រៃទោះបីជាលោកជាមនុស្សដែលមានអំណាចខ្លាំងដូចជាប្រមុខវិមានបច្ចុប្បន្នក៏ដោយតែនៅពេលដែលលោកបង្ហាញការមិនគោរពដល់អ្នកជំនាន់មុននិងបដិសេធការសម្រេចចិត្តរបស់ពួកគេអំណាចរបស់លោកនឹងធ្លាក់ចុះដល់ចំណុចសូន្យភ្លាមៗនិងគ្មាននរណាម្នាក់ចង់ដើរតាមគាត់ឡើយអ្នកដឹកនាំដែលធ្លាក់ចុះអំណាចមិនអាចដឹកនាំក្រុមអ្នកគុណនិយមបានល្អទេលើសពីនេះបើមើលពីស្ថានភាពក្នុងតំបន់យូណានដែលត្រូវបានរុញច្រានដល់ចំណុចវិនាសអន្តរាយទៅហើយនោះនៅពេលដែលប្រមុខវិមានបាត់បង់អំណាចហើយវិមានសត្វព្រៃត្រូវរង្គោះរង្គើនោះគ្មាននរណាដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេប្រមុខវិមានបន្តរៀបរាប់ទាំងទឹកមុខតានតឹងលើពីនេះទៅទៀតមនោសញ្ចេតនារបស់ប្រជាជនក្នុងតំបន់យូណានក៏មិនស្វាគមន៍តំបន់កណ្ដាលដែរប្រសិនបើយើងបង្ខំឲ្យមានការបន្តពាណិជ្ជកម្មឡើងវិញមនុស្សរាប់មិនអស់នឹងក្រោកឈរឡើងតវ៉ាមិនខានទោះបីជាជីវភាពរស់នៅរបស់ពួកគេកំពុងជួបហានិភ័យក៏ដោយមនុស្សយើងមិនអាចរស់នៅដោយពឹងផ្អែកតែលើអាហារតែមួយមុខនោះទេជួនកាលមានរឿងដែលសំខាន់ជាងអ្វីដែលត្រូវបញ្ចុកចូលក្នុងមាត់ទៅទៀតវាកម្រនឹងយល់ណាស់យើងយល់ពីអារម្មណ៍មួយនោះត្រឹមតែការក្បត់វាមិនទាន់គ្រប់គ្រាន់ទេពួកយើងក៏ត្រូវបានគេមើលងាយនិងចាត់ទុកជាមនុស្សព្រៃផ្សៃពីសំណាក់អ្នកតំបន់កណ្ដាលអស់រយៈពេលយ៉ាងយូរពួកយើងត្រូវបានគេប្រព្រឹត្តដាក់ស្ទើរតែមិនខុសពីសត្វហើយពួកគេតែងតែស្អប់ខ្ពើមទំនៀមទម្លាប់របស់យើងជាឯកតោភាគីប្រមុខវិមានបន្តដោយក្តីអន់ចិត្តហើយដូច្នេះហើយទោះបីជាពួកយើងឃ្លានយ៉ាងណាក៏ដោយក៏ពួកយើងមិនអាចជាអ្នកអន់ក្បាលនិងចោះចាញ់មុនបានដែរប្រសិនបើភាគីម្ខាងទៀតសុំទោសមុននោះប្រហែលជាមានការផ្លាស់ប្ដូរខ្លះចំពោះមនោសញ្ចេតនារបស់ប្រជាជនប៉ុន្តែរដ្ឋាភិបាលមិនមានការចាប់អារម្មណ៍ចំពោះតំបន់យូណានឡើយហើយអាពួកដេរឆានមកពីបកធំៗទាំង10ដែលគួរតែសុំការអភ័យទោសនោះក៏មិនដែលបង្ហាញមុខមកឲ្យពួកយើងឃើញដែរចុះតើចង់ឲ្យយើងអាចធ្វើអ្វីបានច្រើនជាងនេះជុងមយងគិតក្នុងចិត្តដោយការយល់ដឹងដោយសារតែត្រូវរារាំងដោយការសម្រេចចិត្តរបស់អ្នកជំនាន់មុននិងមនោសញ្ចេតនារបស់ប្រជាជនដែលកំពុងពុះកញ្ជ្រោលគាត់មិនអាចចេញមុខដោយផ្ទាល់បានទេដូច្នេះគាត់មានតែរងចាំនិងទ្រាំរហូតដល់ចំណុចនេះប៉ុន្តែមានន័យថាសូម្បីតែពេលនេះក៏មិនទាន់មានដំណោះស្រាយច្បាស់លាស់ដែរប្រមុខវិមានបន្តដោយទឹកមុខស្រងោតស្រងាត់ទោះបីជាយើងមិនមែនជាស្ដេចប៉ុន្តែយើងមានតួនាទីចិញ្ចឹមប្រជាជនយូណានទោះជាយ៉ាងណាក៏ដោយបរិស្ថាននៅទីនេះមិនអាចផលិតស្បៀងអាហារបានគ្រប់គ្រាន់ទេដូច្នេះយើងត្រូវទិញគ្រាប់ធញ្ជាតិពីកន្លែងផ្សេងហើយទោះបីជាពួកយើងអាចដោះស្រាយបញ្ហានេះបានមួយរយៈតាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយតំបន់ភាគខាងលិចក៏ដោយពេលនេះពួកយើងបានឈានដល់ចំណុចកំណត់ហើយចំពេលនោះហើយដែលពួកឯងបានលេចមុខមកជុំមកយំភ្ញាក់ព្រឺតញើសហូរស្រក់តាមថ្ពាល់ទេចាំមកផ្លែតអញ្ចឹងរឿងទាំងអស់នោះគឺខ្ញុំស្មានតែគាត់គ្រាន់តែជាមនុស្សល្ងងដែលមានចិត្តល្អដែលចេះតែសើចនឹងរឿងគ្រប់យ៉ាងតើប្រមុខវិមានប្រើខ្សែភ្នែកដ៏មុតស្រួយសម្លឹងចំមិនបាច់សម្លឹងមើលមកយើងដោយទឹកមុខបែបនេះទេយើងមិនបានប្រើល្បិចកលធំដុំអ្វីឡើយជាធម្មតាអ្នកដែលឃើញរូបរាងនិងឮសម្លេងរបស់យើងតែងតែគិតថាយើងច្បាស់ជាមនុស្សល្ងងខ្លៅម្នាក់ជាមិនខានប៉ុន្តែបើយើងមានរូបរាងធម្មតាជាងនេះបន្តិចការគិតរបស់ឯងនៅពេលនេះច្បាស់ជាខុសពីនេះស្រឡះជុំមយងងក់ក្បាលដោយការកោតសរសើរក្នុងចិត្តគាត់ជាកញ្ជ្រោងដ៏មានល្បិច
ខ្ញុំស្មានតែគាត់ជាសត្វខ្លាឃ្មុំប៉ុន្តែគាត់គឺជាសត្វកញ្ជ្រោកដែលពាក់ស្បែកខ្លាឃ្មុំសោះតើនរណានឹងគិតថាមនុស្សដែលមានមាឌធំបែបនេះឆ្លាតដល់កម្រិតនេះប្រមុខវិមានទម្លាក់សម្លេងអង្វរកយើងសូមអង្វរឯងយើងស្រឡាញ់ប្រជាជនយូណានពួកគេជាមនុស្សដែលរឹងរូសប៉ុន្តែរស់នៅសាមញ្ញយើងមិនអាចទ្រាំមើលពួកគេអត់ឃ្លានបានទេយើងបានប្រឹងប្រែងអស់ពីសមត្ថភាពតាមរបៀបរបស់យើងហើយប៉ុន្តែយើងបានឈានដល់ចំណុចកំណត់ហើយដូច្នេះសូមជួយយើងផងវាច្បាស់ជាមិនមែនជាការរកស៊ីខាត់បងសម្រាប់ឯងដែរជុងមយងយកដៃខ្ទប់មាត់ព្យាយាមទប់សំណើចយ៉ាងខ្លាំងវាជាកិច្ចការដ៏លំបាកមួយពិតមែនភ្លាមនោះជុងមយងក៏ផ្ទុះសំណើចចេញមកយ៉ាងកក្រៅរំពងគេក្តាប់កណ្ដាប់ដៃយ៉ាងណែនលើកឡើងលើអាកាសទឹកមុខពោពេញដោយសេចក្តីរំភើបញាប់ញ័រភ្នែកបើកធំហាក់ដូចជាចាប់បានកំណប់ទ្រព្យមហាសាលចាស់ពោលថាបើធ្វើអំពើល្អនឹងទទួលបានពរជ័យគ្រាន់តែខ្ញុំជួយសង្គ្រោះពស់តូចមួយក្បាលសោះពរជ័យដ៏ធំបែបនេះធ្លាក់មកចំពីមុខតែម្ដងស្អីគេថាមពលស្នូលខ្ញុំមិនត្រូវការវាទេខ្ញុំនឹងហូបបាយរយដោយម្សៅមាសប្រមុខវិមានបើកភ្នែកធំធំដោយក្តីងឿងឆ្ងល់ស្មានតែជុំមយងកំពុងស្ទាក់ស្ទើរប្រសិនបើវាពិតជាលំបាកពេកក៏មិនអីដែរវាជារឿងគួរឲ្យសោកស្ដាយប៉ុន្តែយើងនឹងត្រូវរកផ្លូវផ្សេងជុំមយងស្ទុះទៅខាត់យ៉ាងលឿនស្អីគេឈប់សិនគេស្រែកឡើងដោយក្តីរំភើបពុះកញ្ជ្រោលតើវាសំខាន់ដែរឬទេថាវាលំបាកឬអត់នោះអ្វីដែលសំខាន់គឺបហួសសត្វនិងវិមានសត្វព្រៃគឺជាមិត្តនឹងគ្នាប្រមុខវិមានរំភើបស្ទើរកាំងបេះដូងមកមិត្តជុំមយងបន្តបញ្ជាអារម្មណ៍យ៉ាងរស់រវើកខ្ញុំមិនអាចស្រមៃពីភាពសោកសៅដែលលោកប្រមុខត្រូវស៊ូទ្រាំកន្លងមកដោយសារតែពួកដេរឆានមកពីបាក់ធំទាំង10ដែលសំតែត្រូវវាឲ្យស្លាប់នោះទេត្រូវហើយជុំមយងស្ទុះទៅចាប់កសោបដៃប្រមុខវិមានយ៉ាងណែនបើគិតទៅប្រហែលជាគ្មានកន្លែងណាដែលយល់ពីស្ថានភាពរបស់តំបន់យូណានច្បាស់ជាងបហួសសាននោះទេពួកយើងបានយកជីវិតទៅបដូរដើម្បីកម្ចាត់លទ្ធិបិសាចប៉ុន្តែពួកគេមិនទាំងស្គាល់ពាក្យថាសងគុណផងប្រមុខវិមានស្រែកយល់ស្របទាំងកំហឹងបាទពិតប្រាកដណាស់ពួកគេជាមនុស្សដែលមិនស្គាល់ពីអត្ថន័យនៃការសងគុណឡើយពួកយើងស្ថិតក្នុងទូកតែមួយហើយទូកតែមួយប្រមុខវិមានស្រក់ទឹកភ្នែកដោយក្តីរំភើបបាទពេលឮពីស្ថានភាពរបស់បហួសសានពួកយើងក៏មានអារម្មណ៍ខឹងសម្បាដែរជុំមយងវ័យទ្រង់ខ្លួនឯងបញ្ជាក់ចំហដូច្នេះសូមកុំបារម្ភអីខ្ញុំនឹងប្រើប្រាស់អំណាចទាំងអស់របស់បហួសានដើម្បីលូកតែឲ្យលោកប្រមុខពួកយើងនឹងជំនះរាល់ការលំបាកនិងឧបសគ្គទាំងនេះជាមួយគ្នាអូឯងសុខចិត្តធ្វើដល់ថ្នាក់នេះដើម្បីពួកយើងជុំមយងធ្វើទឹកមុខរំភើបហាក់ដូចជាមនុស្សចិត្តបុណ្យបើលោកប្រមុខធ្វើបែបនេះតំបន់យូណាននឹងចាត់ទុកបហួសានជាអ្នកមានគុណរបស់ខ្លួនការខ្លាចជាអ្នកមានគុណមិនសំខាន់នោះទេភ្លាមនោះជុំមយងក៏បោះសម្ដីមួយម៉ាត់ផតាងប្រមុខវិមានងឿងឆ្ងល់ផតាងទំនាក់ទំនងដែលកសាងឡើងដោយការជឿទុកចិត្តនិងសេចក្តីជំនឿគឺជារឿងល្អប៉ុន្តែដើម្បីឲ្យទំនាក់ទំនងបែបនេះបន្តបានយូរអង្វែងត្រូវតែមានភស្តុតាងដែលអាចបញ្ជាក់បានយ៉ាងច្បាស់លាស់វាមិនមានអ្វីច្រើនទេគ្រាន់តែជាការសន្យាតូចមួយក្នុងការផ្ដល់សិទ្ធិផ្ដាច់មុខលើការធ្វើពាណិជ្ជកម្មតែដល់បហួសានយ៉ាងហោចណាស់ក្នុងរយៈពេល10ទេ100ឆ្នាំខាងមុខការសន្យាថាគ្មានសមាគមពាណិជ្ជករផ្សេងណាមួយអាចធ្វើពាណិជ្ជកម្មនៅក្នុងតំបន់យូណានបានឡើយក្នុងកំឡុងពេល100ឆ្នាំនោះខ្ញុំចង់មានន័យថាពួកយើងគួរតែបន្សល់ទុកនៅព័ត៌មានលម្អិតតូចតាចបែបនេះជាលេខលក្ខណ៍អក្សរប្រសិនបើពួកយើងផ្តិតមេដៃរបស់លោកប្រមុខនៅលើវាតើនរណាហ៊ានសង្ស័យពីទំនាក់ទំនងរវាងបហួសាននិងវិមានសត្វព្រៃទៅប្រមុខវិមានបែកញើសប៉ុនក្របពោតឯងហាក់ដូចជាសកម្មខ្លាំងណាស់តើត្រូវទេជុំមយងទាញក្រដាសនិងជក់ចេញមកយ៉ាងរហ័សគ្មានហេតុផលអ្វីដែលអ្នកកាន់សិលត្រូវស្ទាក់ស្ទើរនៅពេលជួយអ្នកដែលកំពុងជួបទុក្ខលំបាកនោះទេតើពួកយើងគួរតែសរសេរអ្វីមួយចុះមុននឹងពិភាក្សាពីព័ត៌មានលម្អិតដែរឬទេប្រមុខវិមានចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលយើងមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីទេចឹងយើងគ្រាន់តែប្រគល់សិទ្ធិផ្ដាច់មុខឲ្យតែឯងប៉ុណ្ណោះប្រសិនបើមានអ្វីផ្សេងទៀតដែលយើងចង់បានយើងអាចប្រាប់ឯងនៅពេលក្រោយហាប្រមុខវិមានបដូរទឹកមុខជាមើងម៉ាត់វិញយើងនឹងសួរមួយសំណួរមុននឹងសរសេរហេតុផលដែលយើងលើកសំណុំពរនេះទៅកាន់ឯងគឺដោយសារតែយើងគិតថាយ៉ាងហោចណាស់ឯងមិនមែនជាមនុស្សអាក្រក់ទេតាមរយៈអ្វីដែលយើងបានឃើញប្រសិនបើឯងបានសម្លាប់ពស់ថ្លាន់ឈាមសកាខ្មៅនោះយើងច្បាស់ជាមិនលើករឿងនេះមកនិយាយឡើយដូច្នេះសន្យាជាមួយយើងមកទោះបីជាឯងទទួលបានប្រាក់ចំណេញកម្រិតណាក៏ដោយឯងត្រូវតែដោះស្រាយទុក្ខលំបាករបស់ប្រជាជនយូណានកណ្ដាប់ដៃមួយត្រូវបានក្តាប់ឡើងយ៉ាងណែនបញ្ចេញឲ្យឃើញសរសៃរវាមនៅលើខ្នងដៃដែលបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងមុតមាំបំផុតជុំមយងដាក់កណ្ដាប់ដៃផ្អោបជាប់នឹងដើមទ្រូងទឹកមុខពោពេញដោយស្នាមញញឹមជឿជាក់និងក្តីសង្ឃឹមយ៉ាងពេញទំហឹងរួចបញ្ជាក់យ៉ាងច្បាស់ខ្ញុំសូមសន្យាជាមួយលោកឮសម្ដីនេះភ្លាមប្រមុខវិមានសត្វព្រៃបើកភ្នែកធំសម្លឹងមកក្មេងកំឡោះទាំងក្តីស្រឡាំងកាំងហាក់មិននឹកស្មានដល់នូវការបដិញ្ញាដ៏មុតមាំមួយនេះទាល់តែសោះភ្លាមនោះម្រាមដៃដ៏ក្រាស់ឃ្មឹកដែលមានក្រចកលាបពណ៌ខ្មៅបានទាញក្រដាសមួយសន្លឹកមកយ៉ាងលឿនបន្ទាប់ពីសរសេររួចត្រាឈើដ៏ធំមួយត្រូវបានសង្កត់បោះយ៉ាងទម្ងន់ទៅលើសាច់ក្រដាសបន្សល់ទុកនូវស្នាមញ័ររញ្ជួយតិចៗដែលបញ្ជាក់ពីកិច្ចព្រមព្រៀងជាផ្លូវការក្រដាសកិច្ចសន្យាដ៏វែងអន្លាយត្រូវបានលាតត្រដាងឡើងបង្ហាញឲ្យឃើញនូវអក្សរផ្ចង់យ៉ាងស្រស់ស្អាតរាប់រយតួនិងត្រាពណ៌ក្រហមឆ្អៅជារូបនិមិត្តសញ្ញារបស់វិមានសត្វព្រៃយ៉ាងច្បាស់ជុំមយងលាតកាន់សាច់ក្រដាសកិច្ចសន្យាទាំងសងខាងឲ្យមុខសម្លឹងមើលអក្សរនីមួយៗដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនត្រឹមតែខ្លឹមសារទាក់ទងនឹងសិទ្ធិពាណិជ្ជកម្មតែផ្ដាច់មុខប៉ុណ្ណោះទេសូម្បីតែគ្រប់ប្រការតូចតាចបំផុតអំពីអ្វីដែលនឹងកើតឡើងនៅក្នុងដំណើរការក៏ត្រូវបានកត់ត្រាយ៉ាងល្អិតល្អន់ផងដែររហូតដល់កម្រិតមួយដែលមិនគួរឲ្យជឿសម្រាប់អ្វីដែលទើបតែសរសេរភ្លាមៗនៅនឹងកន្លែងបែបនេះភ្នែករបស់ជុំមយងបានបើកធំសម្លឹងមើលទៅមុខទាំងក្តីស្ញប់ស្ងាត់ក្នុងចិត្តគេគិតក្នុងចិត្តថាប្រហែលជាស្ថានភាពទាំងមូលនេះគឺជារឿងមួយដែលត្រូវបានសន្និដ្ឋាននៅក្នុងចិត្តរបស់ប្រមុខវិមានតាំងពីយូរយារណាស់មកហើយ
តាមចន្លោះវាំងនននោះដែរប្រមុខវិមានសត្វព្រៃដែលកំពុងកាន់ជក់ក្នុងដៃងើបមុខសម្លឹងមកដោយទឹកមុខស្ងប់ស្ងាត់តែបង្កប់នូវអំណាចនិងប្រាជ្ញាដ៏ជ្រាលជ្រៅជុំមយងលួចកោតសរសើរក្នុងចិត្តថាមនុស្សម្នាក់នេះពិតជាឆ្លាតខ្លាំងណាស់តើនៅមានអ្វីផ្សេងទៀតដែលឯងត្រូវការដែរឬទេជុំមយងឈរនៅពីមុខតុកាន់ក្រដាសកិច្ចសន្យានៅក្នុងដៃទេប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយគាត់រៀបរាប់បន្តអំពីការសម្រេចចិត្តរបស់ខ្លួនយើងនឹងទៅហៅបៃឆុនយ៉ាងណាមិញពេលនេះគេគឺជាអ្នកតំណាងរបស់ប្រមុខបកទេខ្ញុំត្រូវការស្នាមមេដៃរបស់លោកប្រមុខរបស់យើងហេតុអ្វីជារបស់យើងមួយសន្ទុះក្រោយមកទឹកមុខដែលពោពេញដោយចម្ងល់របស់ប្រមុខវិមានក៏ប្រែទៅជាស្នាមញញឹមយ៉ាងទូលាយនិងសើចយ៉ាងកក់ក្ដៅបំផុតគាត់សម្លឹងមើលជុំមយងដោយក្តីជឿជាក់និងការកោតសរសើរយ៉ាងជ្រាលជ្រៅតើឯងមិនមែនជាអ្នកដែលនឹងក្លាយជាអ្នកកាន់ដាវដ៏ខ្លាំងបំផុតនាពេលអនាគតទេឬព្រមតែលើប្រយោគនេះភ្លាមជុំមយងបញ្ចេញស្នាមញញឹមយ៉ាងធំរហូតដល់លេចធ្មេញគេបង្គាប់បញ្ជាដោយមិនស្ទាក់ស្ទើរផ្តិតវាទៅដោយមិនបង្អង់យូរមេដៃដ៏ធំក្រាស់ឃ្មឹករបស់អ្នកដឹកនាំកម្ពុជាបានសង្កត់យ៉ាងតឹងទៅលើក្តារកិច្ចសន្យាផ្តិតជាប់នៅក្បែរត្រាពណ៌ក្រហមឆ្អៅបញ្ជាក់ពីការយល់ព្រមជាផ្លូវការដែលមិនអាចកែប្រែបានឡើយទិដ្ឋភាពបង្ហាញពីផ្ទៃតុថ្មដ៏វែងពីខាងលើប្រមុខវិមានសត្វព្រៃអង្គុយផ្អែកខ្នងលើកៅអីយ៉ាងធំសម្លឹងមើលឯកសារក្នុងដៃខណៈដែលជុំមយងអង្គុយលើកៅអីឈើនៅម្ខាងទៀតកំពុងពិនិត្យមើលកិច្ចសន្យាដូចគ្នារួចរាល់ហើយឬនៅរួចរាល់ហើយបន្ទាប់ពីកិច្ចការធំត្រូវបានបញ្ចប់ស្រាប់តែប្រមុខវិមានសត្វព្រៃទម្លាក់សម្លេងបន្តិចរួចពោលឡើងទោះយ៉ាងណាក៏ដោយពេលនេះយើងមានសំណុំពរផ្ទាល់ខ្លួនមួយជុំមយងងើបមកឡើងបន្តិចបើកភ្នែកធំធំសម្លឹងទៅមុខដោយក្តីឆ្ងល់បុរសរាងសង្ហាសាច់ដុំធំកំភួនដែលជាប្រមុខវិមានបែរជាបញ្ចេញកាយវិការអៀនខ្មាស់យ៉ាងចម្លែកគាត់លើកដៃឯក្បាលថ្ពាល់ទាំងសងខាងប្រែជាក្រហមព្រឿងហើយញើសមួយដំណក់ហូរចុះមកតាមចំហៀងមុខគាត់ពោលដោយសម្លេងរាងស្ទាក់ស្ទើររឿងនេះរាងគួរឲ្យខ្មាស់អៀនបន្តិចហើយនៅខាងក្រោមជុំមយងកំពុងក្រាបសំពះយ៉ាងទាបដល់កម្រាលឥដ្ឋប៉ុន្តែនៅពេលដែលគេងើបមុខសម្លឹងមើលទៅលើភ្នែករបស់គេបែរជាបញ្ចេញពន្លឺដ៏មុតស្រួចព្រមជាមួយស្នាមញញឹមលាក់គំនូចដ៏មានល្បិចកលបំផុតហាក់ដូចជាអ្វីៗគ្រប់យ៉ាងកំពុងដើរតាមផែនការដែលគេរៀបចំទុកគ្មានចន្លោះ